វាសួរនៅតែអស់គ្នាជួបជាមួយនឹងអេមីមីឡូម្ដងទៀតហើយថ្ងៃនេះដែរអេមីនឹងមកបញ្ចប់សាច់រឿងស្នេហាសម្ងាត់របស់យើងតែម្ដងមុននឹងចូលទៅដល់វីដេអូខនតែអ្នកទាំងអស់គ្នាជួយចុច like ឲ្យអេមីម្នាក់មួយមកគឺបានហើយខនតែផ្ដើមក្បាលសាច់រឿងនេះមកគឺកាត់មកដល់ក្នុងបន្ទប់បាត់ហើយហើយនៅក្នុងពេលនេះដែរទូផលកំពុងតែខ្ទប់តួស្រីនឹងទៅនឹងជាងយាយនេះបានសួរគាត់ថាតើគាត់កំពុងតែចង់ធ្វើអីតែសំណួររបស់នាងនឹងគឺដូចជាចូលតាមត្រចៀកមួយចេញតាមត្រចៀកមួយអញ្ចឹងទូប្រអត់បានខ្វល់ស្ដាប់ទេហើយនៅក្នុងពេលនេះទូផលកំពុងតែធ្វើការថាប់យាយតែម្ដងហើយជីនលានថែមទាំងនិយាយទៅកាន់យាយទៀតថាគេក៏បានទុកពេលវេលាឲ្យនាងនឹងធ្វើអ្វីដែលនាងចង់បានរួចរាល់ហើយអញ្ចឹងហើយនៅក្នុងពេលនេះគឺនាងមិនអាចបដិសេធគេបានទៀតទេព្រោះតែថាគាត់បានទុកពេលវេលាឲ្យនាងនោះគឺជាការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់នាងស្មាតូកន្លែងហ្នឹងទូប្រុសនិយាយថាតួស្រីនៅច្បាក់គាត់4លើកអញ្ចឹងហើយថ្ងៃហ្នឹងគាត់នឹងមកទីសំណងនៅឲ្យគ្រប់តែម្ដងអ្នកទាំងអស់គ្នាបើចាំមើលថាអាមីនដាក់ឈុតឆាកកន្លែងហ្នឹងឲ្យមើលណាព្រោះអាមីនដឹងថាអ្នកដែលមើលអាមីនអាចនឹងមានក្មេងៗអញ្ចឹងទៅហើយរួចពីហ្នឹងទៅយើងក៏បានឃើញថាតួប្រុសហ្នឹងកំពុងតែយោះយាយទៀតហើយដែលគាត់ហ្នឹងគឺបាននិយាយថាយាយហ្នឹងខ្វះគាត់ម្ដងទៀតយាយនិយាយថានាងខឹងខ្លាំងមែនទែនដោយមិនដឹងថាគាត់និយាយបែបម៉េចឲ្យសមជាមួយនឹងគាត់នាងក៏បានចូលក្នុងភួយវិញទៅហើយសាច់រឿងក៏បានកាត់មកដល់ពេលព្រឹកបន្ទាប់វិញយើងក៏បានឃើញថាគូស្នេហ៍គេហ្នឹងនៅស្វីតជាមួយនឹងគ្នាមិនទាន់បាត់នៅឡើយទេដោយសារតែយាយងើបមកហ្នឹងក៏បានទទួលស្នាមថាពីតួប្រុសតែម្ដងនៅពេលដែលតួប្រុសបាននិយាយពីអរុនសួស្ដីទៅកាន់យាយរួចហើយគាត់ថែមទាំងបានឲ្យនាងសងអ្វីដែលបានជំរាបគាត់កាលពីយប់មិញហ្នឹងទៀតមករបស់យាយក៏ចាប់ផ្ដើមក្រហមទៀតហើយតួប្រុសក៏បានធ្វើការថាបនាងយកតែម្ដងតែនៅពេលនោះដែរទូរស័ព្ទរបស់យាយនឹងក៏បានរលឡើងនៅពេលដែលតួប្រុសបានយកទូរស័ព្ទនោះមកមើលក៏ឃើញថាគឺជាពុករបស់យាយនឹងគឺជាអ្នកទេមកដោយសារតែគាត់នឹងគឺបានដឹងថាយាយម្សិលមិញនឹងគឺអត់បានទៅផ្ទះទេចឹងហើយចង់ទេមកតាមនាងចង់ដឹងថានាងឥឡូវនឹងនៅណាហើយនៅពេលនោះដែរតួប្រុសបានខ្វល់ថាយាយកំពុងតែស្ដីបន្ទោសឲ្យគាត់នឹងទេគាត់បែរជាមើលទៅរូបរាងរបស់យាយហើយគិតថានាងគឺពិតជាគួរឲ្យតាក់ទាញមែនទែនហើយបន្ទាប់មកក៏គឺដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងចំណែកឯសារដែលទៅផ្ញើមកឯនេះវិញគឺបានឲ្យតួស្រីប្រញាប់ទៅផ្ទះជាបន្ទាន់រួចយើងក៏កាត់មកពេលដែលតួស្រីបានត្រឡប់ទៅដល់ផ្ទះរបស់នាងវិញហើយស្រាប់តែពេលដែលតួស្រីចុះទៅដល់ខាងក្នុងឃើញបរិមម្នាក់អ្នកទាំងគ្នានេះចាំបានណាថាអាប៉ែហ្នឹងនៅកន្លែងវាយកូនហ្គោលដែលតួស្រីនេះអត់បានស្គាល់ថាម្នាក់ហ្នឹងគឺជានរណាគេទេអញ្ចឹងហើយប៉ារបស់នាងក៏បានណែនាំថាគេគឺជាស៊ូស៊ីឆេងពួកឯងអាចស្គាល់គ្នាទៅវិញទៅមកបានពេលហ្នឹងដែរអាប៉ែម្នាក់ហ្នឹងថែមតែបានលួចកាត់ទៀតនោះថាតួស្រីរបស់យើងពិតជាស្អាតខ្លាំងមែនទែនលើពីហ្នឹងទៀតតួស្រីក៏មិនបានញ៉ាំអាហារជាមួយនឹងពួកគេដែរដែលនាងបានប្រាប់ថានាងបានញ៉ាំអីពីក្រៅនឹងឆ្អែតដែរអញ្ចឹងហើយនាងក៏បានដើរចាក់ចេញតែភ្លាមនឹងសងសាររបស់ប្អូននាងនឹងក៏បានហៅឲ្យមកញ៉ាំអីជាមួយនឹងគ្នាសិនមកដែលរឿងនេះដែរធ្វើឲ្យប្អូនចុងរបស់នាងនឹងគឺពិតជាខឹងជាមួយនឹងសងសាររបស់នាងនឹងខ្លាំងមែនទែនដល់នាងនឹងគឺមិនយល់ទេហេតុអីបានជាម្នាក់នឹងទៅងប់ងល់ជាមួយនឹងយាយនឹងខ្លាំងម្ល៉េះតែនៅពេលនោះដែរនាងក៏បានស្រែកប្រាប់យាយពីក្រៅទៅថាលៀងឆេងជាមួយនឹងខ្ញុំពួកយើងគឺជារៀបការជាមួយនឹងគ្នាហើយអញ្ចឹងហើយបងត្រូវតែមកចូលរួមពិធីរៀបការរបស់ពួកយើងយាយបែរមកតបវិញថាមិនអីទេនាងនឹងទៅបើសិនបាននាងទំនេរហើយភ្លាមនឹងដែរប៉ារបស់នាងក៏បានសៃហាឲ្យនាងត្រឡប់មកវិញភ្លាមមានឃើញថាភ្ញៀវកំពុងតែនៅនឹងអត់តែស៊ីឆេងម្នាក់ហ្នឹងគេបាននិយាយថាមិនអីទេលោកពូថ្ងៃណាមួយខ្ញុំនឹងណាត់ជួបអ្នកនាងជាងតែពីរនាក់លោកពូក៏មិនបារម្ភអីសូម្បីតែលៀងឆេងគេក៏បានតាមមើលតួស្រីរហូតចេញផុតពីបន្ទប់នេះដែរធ្វើឲ្យបងស្រីចង់អ្នកខាងមួម៉ៅក៏បានទៅបន្ទប់ទឹកបានពេលដែលមកដល់បន្ទប់ទឹកនេះនាងក៏បានស្រែកថានាងពិតជាស្អប់ជាងយាយណាស់នាងគឺតែងតែដណ្ដើមអ្វីចេញពីខ្ញុំតែសត្វព្រាមនោះនាងក៏បានក៏លេចឃើញនាងលកាដែលនាងបានស្គាល់ថាបរមម្នាក់នោះគឺជាអ្នកពាក់ហើយសត្វតានាងក៏បាននឹកឃើញគំនិតមួយឡើងមកតែមើលទៅទឹកមុខរបស់នាងតែក៏ដឹងដែរថាមិនមែនជាគំនិតល្អនោះទេសាច់រឿងបានកាត់មកដល់ថ្ងៃស្អែកពេលរសៀលគឺថាអបិស៊ីឆេងនឹងពិតជាបានមករកនាងលការបស់គេមែនគេទៅប្រចាំបានថាគេបានភ្លេចនាងលការបស់គេនៅក្នុងបន្ទប់ទឹកសត្វតានាងក៏បានប្រាប់ថានាងលកានឹងគឺនាងបានឃើញហើយក៏បានយកទៅក្នុងបន្ទប់របស់នាងបានដែរចំនាងឡើងទៅយកឲ្យខណៈពេលដែលគេកំពុងតែរងចាំនឹងនេះក៏បានលើកកាហ្វេនឹងយកឲ្យគេមួយពែងដែរគេថាតែបានសួររកយាយផងដែរថានាងនៅផ្ទះអត់អូនស្រីចុងនឹងនាងបានលាក់ទេថានាងនឹងនៅក្នុងបន្ទប់របស់នាងនោះថាហើយនាងក៏បានឡើងទៅយកនាឡិកាឲ្យបាត់ទៅតែថានាងតែយូរខ្លាំងមែនតើអញ្ចឹងហើយក៏បានឡើងទៅតាមស្រាប់តែគាត់ឡើងមកដល់លើភ្លាមនឹងមានអារម្មណ៍ថាក្បាលរបស់គាត់នឹងគឺពិតជាឈឺខ្លាំងមែនតើថាតែមានអារម្មណ៍ទៀតថាក្នុងខ្លួនរបស់គាត់នឹងចាប់ផ្ដើមឡើងកម្ដៅច្បាស់ហ្មងថាបងអូនស្រីចុងនឹងច្បាស់ជាដាក់ឯនៅក្នុងទឹកនឹងដើម្បីឲ្យគាត់ញ៉ាំហ្មងគាត់បានឡើងមកដល់បន្ទប់មុខគេនឹងគាត់គិតថាបន្ទប់នឹងឯងគឺជាបន្ទប់របស់យាយគឺថាគាត់ចង់និយាយមួយនាងបានបន្តិចអីក៏គាត់អត់ចិត្តដែរអញ្ចឹងហើយក៏បានគួរទ្វារពេលដែលទូស័យបើកទ្វារមកនេះក៏បានសួរថាលោកស៊ូមិនបានជាលោកនៅក្នុងផ្ទះរបស់ខ្ញុំអញ្ចឹងលោកស៊ូក៏បានរៀបរាប់តាមដំណើរសាច់រឿងប្រាប់យាយអញ្ចឹងទៅយាយនេះបានសួរថានៅលកានឹងពណ៌អីដែរគាត់បានប្រាប់នាងវិញថានៅលកានឹងគឺពណ៌ខៀវអញ្ចឹងហើយយាយក៏បានហៅគាត់នៅឲ្យចូលក្នុងបន្ទប់របស់នាងមកគឺថានៅក្នុងបន្ទប់របស់នាងណែលោកស៊ូនឹងក៏អត់ចាំយូរដែរក៏បានស្ទុះចូលបន្ទប់យាយនឹងមួយរំពេចថាហើយថាបងអូនស្រីចង់នឹងមានបានទៅយកនៅលកាឲ្យគាត់ណាកំពុងតែលួចស្ដាប់ឯណែពេលដែលបានលឺអញ្ចឹងនាងពិតជាសប្បាយចិត្តមែនទែនលុះពេលវេលា
បានកន្លងផុតទៅអស់មួយសន្ទុះធំមកអូនស្រីចង់នឹងក៏បានលបចូលមកក្នុងបន្ទប់របស់យាយាដែលមានកាន់កាមេរ៉ាថតអីទៀតណោះលុះដល់ពេលដែលនាងបានដើរចូលក្នុងជ្រៅបានបន្តិចហ្នឹងក៏មានដៃមួយរុញនាងតែម្ដងហើយថែមទាំងមានអបិស៊ីឆេងនឹងកំពុងតែរងចាំនាងនៅពីមុខនឹងស្រាប់ទៀតអេដមីនមិនថាអីទេអ្នកទាំងអស់គ្នានឹងឲ្យតម្រេះជីកោឯងចំណែកតួស្រីរបស់យើងនេះចង់អង្គុយក្រោមធ្វើមិនដឹងលុះមួយម៉ោងក្រោយមកម្ដាយចង់ក៏បានត្រឡប់មកវិញនៅពេលដែលគាត់ឃើញថាយាយាកំពុងតែអង្គុយតែម្នាក់ឯងបែបហ្នឹងក៏បានឆ្ងល់គាត់ឆ្ងល់នឹងឬមួយក៏គាត់នឹងក៏បានដឹងអំពីរឿងនេះដែរគាត់បានសួរតួស្រីថាម៉េចបានជានាងមកនៅនឹងតែម្នាក់ឯងអញ្ចឹងចុះឯណាកូនស្រីរបស់គាត់តើនាងនៅណាទៅយាយានាងតបបែបហៃថានាងអត់ដឹងផងនាងអបសុកក៏អង្គុយមើលទូលេងទៅតែសេតភ្លាមនឹងគាត់បានលើសំឡេងកូនស្រីរបស់គាត់មកពីជាន់លើមកគាត់ក៏បានបញ្ញានឹងឡើងទៅមើលកូនស្រីរបស់គាត់ភ្លាមសេតគាត់បើកទ្វារមកក៏បានឃើញរូបភាពបែបហ្នឹងតួស្រីនេះក៏បានបើកភ្លើងដើម្បីឲ្យឃើញទាំងអស់គ្នាតែម្ដងទៅហើយតួស្រីនេះក៏ធ្វើជាស្រែកថាមាននរណាគេនៅម្ដុំនឹងអត់តែក៏ត្រូវបានម្ដាយចង់បងនាងហាមនាងមិនឲ្យហៅនរណាគេមកទេយាយានិយាយថានាងធុញទ្រាន់ក្នុងការសម្ដែងជាមួយនឹងពួកគេនឹងខ្លាំងមែនទែនព្រោះយើងកាប់មកមើលពីនាងម្ដាយកូនឯនេះវិញដែលកូនស្រីរបស់ម្ដាយចង់កំពុងតែធ្វើការយំទួញសោករៀបរាប់ប្រាប់ម្ដាយរបស់ខ្លួនថាថ្ងៃស្អែកគឺជាថ្ងៃរៀបការរបស់ខ្ញុំជាមួយនឹងលៀងឆេងហើយម៉ាក់ខ្ញុំប្រកាសថាប្រសិនបើគាត់ដឹងរឿងនេះច្បាស់ជាមិនរៀបការជាមួយនឹងខ្ញុំទៀតនោះទេតែពេលនេះខ្ញុំគួរតែធ្វើបែបម៉េចទៅម៉ាក់តែពេលហ្នឹងម៉ាក់របស់នាងក៏បានប្រាប់នាងវិញថាមិនចាំបាច់បារម្ភទេកូនស្រីដរាបណាយើងបិទមាត់របស់ចាយាយាអ្វីៗវានឹងមិនអីទេហើយម៉ាក់ក៏មិនអនុញ្ញាតឲ្យពិធីរៀបការរបស់កូនត្រូវបានបំផ្លាញដោយចាយាយាម្នាក់នោះឡើយហើយយើងក៏មកដល់ថ្ងៃស្អែកតែម្ដងដែលជាថ្ងៃរៀបការរបស់កូនស្រីម្ដាយចុងលើពីហ្នឹងយើងមិនបានឃើញវត្តមានរបស់តួស្រីនៅក្នុងកម្មវិធីនោះឡើយរឿងហ្នឹងដូចជាដឹងតែម្ដាយចុងនឹងមិនទេព្រោះថែមប៉ាជាមួយនឹងជីដូនរបស់យាយានឹងកំពុងតែទេរកនាងមិនឈប់សោះចំណែកម្ដាយចុងកំពុងតែគិតថាក៏មិនអាចឲ្យយាយាមកបំផ្លាញពិធីរៀបការរបស់កូនស្រីគាត់បានទេហើយយើងក៏បានឃើញដែរថាតួប្រុសជាមួយនឹងគ្នារបស់គាត់នឹងក៏បានមកចូលរួមក្នុងពិធីរៀបការនេះដែរពេលហ្នឹងដែរគ្នារបស់តួប្រុសបានសួរគាត់ថាមើលទៅគាត់នឹងដូចជាខ្វល់ខ្វាយរឿងអ្វីមួយតួប្រុសក៏បាននិយាយទៅវិញថាដោយសារតែគាត់នឹងគឺអត់បានឃើញយាយាមកដល់នៅឡើយទេនឹកណាស់នឹងហាមដល់តួស្រីក៏បានឆាមករកតួប្រុសតែម្ដងដែលនាងក៏បានសុំឲ្យគាត់ជួយរកអ្នកដែលអាចហេចូលប្រព័ន្ធអ៊ីនធឺណិតបានយាយាបានប្រាប់គាត់ទៅថាគឺនាងចង់ធ្វើឲ្យមនុស្សនៅក្នុងកម្មវិធីនេះភ្ញាក់ផ្អើលតួប្រុសក៏មានអារម្មណ៍ដឹងថាយាយាកំពុងតែធ្វើឲ្យកម្មវិធីមួយនេះចលាចលជាមិនខានទេយាយាក៏បានសួរគាត់វិញឥឡូវនឹងជួយនាងឬមួយក៏អត់តួប្រុសនឹងគឺគាត់ដឹងតែជួយនាង 100% ហើយរួចពីនឹងទៅកម្មវិធីរបស់ពួកគេបានប្រព្រឹត្តទៅយ៉ាងរលូនដោយប៉ារបស់យាយាបានធ្វើការដឹកដៃកូនក្រមុំទៅរកកូនកំឡោះពិធីផ្សេងៗក៏ចេះតែដំណើរការទៅយ៉ាងរលូនលុះដល់ពេលដែលកូនកំឡោះជាមួយនឹងកូនក្រមុំបានបែរទៅរកផ្លាក LED ខាងក្រៅខ្នងពេលនោះនិយាយពីថាទឹកមុខរបស់ម្នាក់ៗពិតជាភ្ញាក់ផ្អើលនិងស្រឡាំងកាំងខ្លាំងមែនទែនដោយសារតែវាគឺជារូបភាពកាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់របស់យាយាកាលពីយប់មិញនឹងឯងហើយថែមទាំងមានសម្លេងទៀតផងដែលធ្វើឲ្យមនុស្សនៅក្នុងកម្មវិធីនេះបាននាំគ្នាលាន់មាត់ថាមិនបានជាកូនក្រមុំទៅធ្វើរឿងបែបនេះហើយចុះតើបរិមម្នាក់នោះគឺជាពីណាគេចំណែកឯសម័យខ្លួននៅនេះគឺថារត់ឡើងវើក្បងតែម្ដងនាងរត់ទៅខាត់ផ្ទាំងក៏បានគេចាក់រូបភាពរបស់នាងផងនិងបានរត់ទៅខាត់កូនកំឡោះទៀតសភាពនៅក្នុងកម្មវិធីឥឡូវហ្នឹងកំពុងតែមានភាពចលាចលជាខ្លាំងប៉ុន្តែម្នាក់ៗបែរជាបង្វែរមកចាប់អារម្មណ៍គូស្នេហ៍មកគូថ្មីវិញម្នាក់ៗបាននាំគ្នាលាន់មាត់ថានេះគឺជាលោកបូជីនឡេនហើយចុះនារីម្នាក់ដែលបានដើរក្បែរគាត់នោះជាពីណាគេនារីម្នាក់នោះក៏បានប្រាប់ថានោះគឺជាកូនស្រីច្បងរបស់គ្រួសារចាងហើយពួកគេក៏បានធ្វើការបង្វែរការសម្ភាសទៅរកតួប្រុសជាមួយនឹងតួស្រីវិញពួកគេថែមទាំងបានសួរជីកឬជឿគោពីគ្រួសារហូទៀតតែតួប្រុសក៏សុំអភ័យទោសនិងប្រាប់ថាខ្ញុំជាមួយនឹងគូដណ្ដឹងនឹងចាត់រៀបការជាមួយនឹងគ្នាហើយដូច្នេះពួកយើងមិនចង់ឮឈ្មោះរបស់អ្នកដទៃនោះទេយាយានាងបាននិយាយសួរគាត់ថានរណាគេចង់រៀបការជាមួយនឹងលោកគឺខ្ញុំមិនតបានយល់ព្រមនៅឡើយនោះទេភ្លាមនឹងតួស្រីពិតជាភ្ញាក់ផ្អើលមែនទែនដោយសារតែតួប្រុសគឺបានដកចិញ្ចៀនសុំនាងរៀបការតែម្ដងតួស្រីបានសួរគាត់ថាលោកកំពុងតែធ្វើអីហ្នឹងវាគឺពិតជាភ្លាមពេកហើយខ្ញុំមិនយល់ព្រមនោះទេជីនឡានក៏បានបើកប្រអប់ចិញ្ចៀនវិញនិងប្រាប់នាងថាមិនអីទេអញ្ចឹងវាមកពីគាត់ហ្នឹងគឺបញ្ញាពេកហើយអញ្ចឹងហើយគាត់នឹងរងចាំនាងជាបន្តទៀតតែសត្វភ្លាមហ្នឹងតួស្រីក៏ឆក់យកប្រអប់ចិញ្ចៀនចេញពីដៃរបស់តួប្រុសនិងប្រាប់គាត់ថាយើងមិនតរៀបការជាមួយនឹងគ្នាឡើយទេប៉ុន្តែខ្ញុំចង់បានចិញ្ចៀននេះតែវានឹងមិនអីទេមែនទេជីនឡានក៏បាននិយាយថាមិនអីទេគាត់នឹងធ្វើតាមអ្វីដែលនាងនិយាយដរាបណាអូនចង់រៀបការបងនឹងធ្វើពិធីមង្គលការមួយដ៏អធិកអធមអស្ចារ្យមួយសម្រាប់អូនយាបងស្រឡាញ់អូនយានាងក៏និយាយវិញទៅថាអូនក៏ស្រឡាញ់បងដូចគ្នាហើយក៏ស្រឡាញ់ពេញមួយជីវិតនេះនាងបានថាបគាត់ចេញពីក្តីស្រឡាញ់របស់នាងមិនមែនមួយនាទីមិនមែនមួយថ្ងៃហើយក៏មិនមែនមួយឆ្នាំដែរគឺវាពេញមួយជីវិតនេះតែម្ដងហើយសាច់រឿងក៏បានកាប់បញ្ចប់ត្រឹមតែប៉ុណ្ណឹងឯងឥឡូវនេះសាច់រឿងមួយនេះក៏បានឈានមកដល់ភាពបញ្ចប់ហើយដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ណាអាមីនអីនិយាយច្រើនទេនឹងជាចុងក្រោយអាមីមីឡូបាយបាយអ្នកទាំងអស់គ្នា